សម្រាប់ឈាមដែលវារត់នៅក្នុងតយោហ្នឹងណាមិនមែនជាការបរិច្ចាគឈាមឬក៏ជាការបូមឈាមអីធម្មតាបងប្អូនវាជាដំណើរការនៃការលាងឈាមសម្រាប់អ្នកជំងឺដែលគាត់មានបញ្ហាខូចតម្រងនោមនឹងតែម្ដងហេតុអីបានយើងត្រូវខូចតម្រងនោមដោយសារតែយើងញ៉ាំជាមួយនឹងប្រភេទអាហារមិនល្អប្រើជាមួយនឹងសារធាតុគីមីប្រើប្រាស់ជាមួយនឹងសារធាតុគីមីឬក៏ការញ៉ាំចូលក្នុងពោះហ្នឹងគឺសំខាន់មែនទែនជាពិសេសគឺញ៉ាំគ្រឿងកំប៉ុងគ្រឿងផ្អែមគ្រឿងផ្អាប់របស់ដែលមានសារធាតុរក្សាទុកជាពិសេសគឺមីឬក៏ជាប្រភេទ hot dog ដែលគេរក្សាទុករបៀបថាទុកបានយូរអាហ្នឹងគឺប៉ះពាល់ទៅដល់តម្រងនោមឬក៏កលៀនហ្នឹងគឺខ្ពស់ខ្លាំងមែនទែនអាចឈានទៅដល់ការលាងឈាមអញ្ចឹងលាងឈាមគឺម្នាក់ៗគឺគេខ្លាចខ្លាំងណាស់ព្រោះដោយសារតែការលាងឈាមហ្នឹងគឺវត្តដំណើរការរបស់វាគឺបែបហ្នឹងម៉ាស៊ីនហ្នឹងធំមួយហ្នឹងគឺវាមកចំនួនតម្រងនោមរបស់យើងតែម្ដងព្រោះតម្រងនោមរបស់យើងគឺ expire ខូចបាត់ដែរអញ្ចឹងគាត់អាចចម្រោះចម្រាញ់ជាតិពុលបាននេះអញ្ចឹងអាចកកស្ទះជាតិពុលហ្នឹងនៅក្នុងតម្រងនោមរបស់យើងអាចឲ្យយើងបាត់បង់ជីវិតថ្ងៃណាមួយបានអញ្ចឹងការលាងឈាមហ្នឹងគឺមកចំនួនតម្រងនោមដើម្បីឲ្យយើងមានជីវិតរស់បន្តអញ្ចឹងសម្រាប់ម៉ាក់ឬក៏បងបងប្អូនទាំងអស់គ្នាដែលគាត់មានទម្លាប់មិនល្អក្នុងការញ៉ាំក្នុងការគេងយប់ជ្រៅខ្លាំងពេកឬក៏គាត់ញ៉ាំទឹកមិនបានគ្រប់គ្រាន់គឺគាត់អាចញ៉ាំជាមួយនឹង super chlorophyll មួយមុខនេះគឺវាជួយចម្រោះចម្រាញ់ជាតិពុល